សូមអនុមោទនាបុណ្យវិសាខបូជាវត្តអន្តរាងសីមានឃុំត្រពាំងព្រះស្រុកព្រៃឈរខេត្តកំពង់ចាមព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអន្តរាងសីមាននិងប្រារព្ធពិធីបុណ្យវិសាខបូជានៅថ្ងៃអាទិត្យ15កើតខែពិសាខឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី11ខែឧសភាឆ្នាំ2025វេលាម៉ោង 3:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទរៀបចំដង្ហែគ្រឿងសក្ការៈបូជានិងទង់ព្រះពុទ្ធសាសនាជុំវិញព្រះវិហារចំនួន3ជុំបន្ទាប់មកសូត្របទលើកទង់ព្រះពុទ្ធសាសនាបង្ហោះពេងប៉ោងថ្វាយចំពោះព្រះរតនត្រ័យនៅមុខឧបដ្ឋានសាលាវត្តអន្តរាងសីមានវេលាម៉ោង 4:00 នាទីល្ងាចជួបជុំពុទ្ធបរិស័ទលើឧបដ្ឋានសាលាធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តប្រកាសវិសាខបូជាវេគ្រឿងសក្ការៈបូជាថ្វាយចំពោះព្រះរតនត្រ័យនិងផ្សាយមេត្តាធម៌វេលាម៉ោង 6:30 នាទីល្ងាចកម្មវិធីបង្ហោះគោមអុជកម្មជ្រួចបូជាប្រទីបចំពោះព្រះរតនត្រ័យលុះព្រឹកឡើងថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី12ខែឧសភាឆ្នាំ2025វេលាម៉ោង 6:30 នាទីព្រឹកប្រគេនយីគូចំពោះព្រះសង្ឃវេលាម៉ោង 10:00 នាទីព្រឹកនិមន្តព្រះសង្ឃគោចរបិណ្ឌបាតវេលាម៉ោង 10:30 នាទីព្រឹកវេផតាហាប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យរាត្រីពេញបរមីខែពិសាខតែងមានប្រច័ណ្ឌពេញវង្សភ្លឺត្រចះត្រចង់ពេញផ្ទៃមេឃព្រោះហេតុប្រកបដោយវិសាខពនមីផ្កាយប្រចាំខែពិសាខជាមហាអភិលក្ខតសម័យដ៏ធំក្នុងព្រះពុទ្ធសាសនាដែលពុទ្ធសាសនិកជនក្នុងពិភពលោករាប់អានថាជាទិវាមហោសច្ចានិងជាមហាមង្គលដ៏ប្រសើរបាននាំគ្នាចាត់ចែងគ្រឿងសក្ការៈបូជាដ៏ប្រណិតមានប្រទីបជ្វាលាទៀនធូបនិងកម្រងផ្កាជាដើមបូជាចំពោះព្រះស្ដូបតម្កល់ព្រះសារីរិកធាតុនិងព្រះបដិមាតំណាងអង្គព្រះសាស្តាដែលប្រឌិស្ថាននៅគ្រប់ទិសទីមានវត្តអារាមជាដើមឧទ្ទិសចំពោះព្រះសក្យមុនីគោតមបរមសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំងឡាយដែលបរិនិព្វាននិងនិព្វានទៅជាយូរអង្វែងហើយបុណ្យវិសាខបូជាប្រារព្ធធ្វើឡើងដើម្បីរំលឹកព្រឹត្តិការណ៍សំខាន់3យ៉ាងក្នុងព្រះពុទ្ធសាសនាគឺនឹកដល់ថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តាអាស្រ័យហេតុដូចបានទូលប្រគេននិងជម្រាបជូនមកខាងលើសូមអារាធនានិមន្តព្រះដេចគុណគ្រប់ព្រះអង្គញាតិញោមជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តានិមន្តនិងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យវិសាខបូជាដើម្បីអនុមោទនាទទួលយកនៅផល្លានិសង្ឃក្នុងចេតនាជាមហាកុសលតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួន